ច្បាស់ការទីបំផុតគ្រូសាប៊ី អាឡុនសូនឹងក្លាយជាអ្នកចាត់ការថ្មីរបស់រៀលម៉ាឌ្រីតជំនួស ខាឡូ អាន់សេឡូទី ដែលចុះកុងត្រាដល់ឆ្នាំ2028 លោកអាតេតានិយាយពីអនាគតរបស់សាលីបាកីឡាករលើរយសាណេបដិសេធក្លឹបនៅអារ៉ាប៊ីសាអូឌីតបាទសូមគោរពនឹងជម្រាបសួរបងប្អូនអរគុណខ្ញុំបាទ Therade ស្វាគមន៍មកកាន់វីដេអូថ្មីហើយនេះជាវីដេអូទី2នៃថ្ងៃទី12ខែឧសភាឆ្នាំ2025ហើយខ្ញុំក៏មានរឿងរ៉ាវតិចតួចផងដែរជ្រើសការនេះក៏សូមអរគុណទៅកាន់បងប្អូនដែលជួយ support ខ្ញុំនៅពេលកន្លងមកដែលខ្ញុំមានដាក់ឈ្មោះរបស់ពួកគាត់នៅវីដេអូមុនហើយបងប្អូនដែលចង់ជួយ support អាច support បានតាមរយៈ QR code ដែលខ្ញុំមានដាក់នៅលើវីដេអូនេះចឹងកុំឲ្យខាត់ពេលវេលាច្រើនយើងទស្សនាខ្លឹមសារវីដេអូដូចតទៅច្បាស់ការទីបំផុតគ្រូសាប៊ី អាឡុនសូនឹងក្លាយជាអ្នកចាត់ការថ្មីរបស់រៀលម៉ាឌ្រីតជំនួស ខាឡូ អាន់សេឡូទី ដែលចុះកុងត្រាដល់ឆ្នាំ2028យោងតាមការចេញផ្សាយរបស់អ្នកកាសែតដ៏ល្បីឈ្មោះគឺលោក Fabrizio Romano បានឲ្យដឹងថាលោកសាប៊ី អាឡុនសូនឹងក្លាយជាអ្នកចាត់ការថ្មីរបស់អតីតអក្សររៀលម៉ាឌ្រីតហើយបានបញ្ចប់កិច្ចព្រមព្រៀងជាផ្លូវការហើយដែលកុងត្រានោះគឺមានសុពលភាពរហូតដល់ខែមិថុនាឆ្នាំ2028សម្រាប់លោកគ្រូអានសេឡូទីលោកនឹងទទួលបានកិច្ចពិធីលាដ៏ពិសេសមួយបន្ទាប់ពីដំណើរការចាក់ចេញដែលនឹងចាប់ផ្ដើមពីសប្តាហ៍នេះបន្ទាប់មកចូលដល់សម័យកាលរបស់លោកសាប៊ី អាឡុនសូគូបញ្ជាក់ថាអ្នកចាត់ការដែលជួយឲ្យ Bayer Leverkusen ឈ្នះពាន Bundesliga កាលពីរដូវកាលមុននិងដឹកនាំក្នុងពាន FIFA Club World Cup ផងដែរជាមួយក្លឹបអតីតអក្សរ Real Madrid ហើយយើងទាំងអស់គ្នារងចាំមើលថាតើរជ្ជកាលថ្មីក្នុងការចាប់ផ្ដើមដឹកនាំក្រុមរបស់លោកគ្រូសាប៊ី អាឡុនសូនឹងទៅជាយ៉ាងណាតើពួកគេអាចប្រជែងជាមួយបាល់សេឡូណាបានដែរឬទេបន្ទាប់ពីរដូវកាលនេះពួកគេបានចាញ់បាល់សេឡូណានៅក្នុងការប្រកួតទាំងអស់លោកអាតេតានិយាយពីអនាគតរបស់សាលីបាអ្នកចាត់ការក្រុមអាសណលលោក មីកែល អាតេតាបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាខ្សែការពារកណ្ដាល វីលៀម សាលីបាពេញចិត្តទាំងស្រុងនៅក្លឹបហើយទំនងជានឹងបន្តស្នាក់នៅភាគខាងជើងទីក្រុងឡុងប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញបានណែនាំថា Real Madrid បានចាត់ទុកកីឡាករ William Saliba ជាគោលដៅកំពូលមុនទីផ្សារដល់កីឡាករនៅពេលខាងមុខបើទោះបីជាមានព័ត៌មានយ៉ាងនេះក៏ដោយក៏កីឡាករ Saliba នៅតែស្ថិតក្រោមកិច្ចសន្យាជាមួយក្លឹប Arsenal រហូតដល់ឆ្នាំ2027ដែលផ្ដល់ឲ្យក្លឹបនៅឥទ្ធិពលមួយចំនួនទៅលើស្ថានភាពមួយនេះអាតេតាបាននិយាយថាអ្វីដែលខ្ញុំប្រកាសដោយសារតែខ្ញុំបានសន្ទនាជាមួយគាត់គឺគាត់សប្បាយចិត្តណាស់នៅទីនេះដែលគាត់ចង់បន្តនៅជាមួយយើងអ្វីដែលនឹងកើតឡើងនៅពេលអនាគតជាមួយនឹងការចរចារបស់យើងត្រូវចំណាយពេលហើយស្ថិតនៅលើកំពូលប៉ុន្តែខ្ញុំជឿជាក់យ៉ាងមុតមាំថា William នឹងរីករាយនៅទីនេះហើយនោះជាកន្លែងដែលគាត់ចង់នៅកីឡាករលើរយសាណេបដិសេធក្លឹបនៅអារ៉ាប៊ីសាអូឌីតកីឡាករលើរយសាណេនៅតែអាចបន្តនៅបាយិនម៉ាណេកទោះបីជាមានរបាយការណ៍ថាគាត់នឹងបដិសេធសំណើពីអារ៉ាប៊ីសាអូឌីតក៏ដោយកីឡាករសញ្ជាតិអាល្លឺម៉ង់ត្រូវបានក្លឹប Al Ittihad ចង់បានប៉ុន្តែគាត់ត្រូវបានគេនិយាយថាចង់ស្នាក់នៅក្នុងប្រទេសកំណើតរបស់គាត់ដោយនាយកក្លឹប Bayern Munich លោក Mark Ebel បញ្ជាក់ថាការចរចាកំពុងដំណើរការគាត់បានប្រាប់កាសែត Sky Sport ថាយើងកំពុងពិភាក្សាយ៉ាងល្អយើងកំពុងពិភាក្សាប្រកបដោយផលិតភាពហើយហត្ថលេខានៅមិនទាន់ចុះនោះទេពួកយើងមិនទាន់ឈានដល់ដំណាក់កាលនោះទេពួកយើងចង់ធ្វើវាហើយលើរយក៏ដូចគ្នាឥឡូវនេះយើងគ្រាន់តែធ្វើសកម្មភាពរបស់យើងជាមួយគ្នាលោក Ferdinand ចង់ឲ្យកីឡាករ Watkins ទៅចូលរួមជាមួយក្រុមនេះលោក Rio Ferdinand អតីតកីឡាករខ្សែការពារឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United បាននិយាយថាកីឡាករ Oli Watkins សមនឹងលេងឲ្យ Arsenal បន្ទាប់ពីក្រុមកំភ្លើងធំ Arsenal បានបរាជ័យក្នុងការដាក់សំណើផ្ទេរយកកីឡាកររូបនេះកាលពីខែមករាកន្លងទៅខ្សែប្រយុទ្ធរបស់ក្លឹប Aston Villa រូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរចេញពីទឹកដី Villa Park ហើយអតីតខ្សែការពារ Ferdinand របស់ Manchester United បានផ្ដល់អនុសាសន៍ឲ្យកីឡាករ Oli Watkins ផ្លាស់ប្ដូរទៅកាន់ក្រុមនៅភាគខាងជើងទីក្រុងឡុងកីឡាករ McKennie យល់ព្រមទទួលយកកិច្ចសន្យាថ្មីកីឡាករ Weston McKennie បានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយនឹងក្លឹប Juventus ហើយកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់តារាឆ្នើមសញ្ជាតិអាមេរិកនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលក្រោយហើយក្លឹប Juventus ត្រូវបានរៀបចំដើម្បីធានាថាគាត់ស្នាក់នៅលើសពីការប្រកួត World Cup នៅក្នុងប្រទេសកំណើតរបស់គាត់វ័យទៅតែ17ឆ្នាំប៉ុន្តែមានក្លឹបធំៗជាច្រើនប្រជែងគ្នាចង់បានយោងតាមការចេញផ្សាយរបស់កាសែត La Gazzetta dello Sport បានដឹងថាក្លឹបយក្សនៅ Serie A គឺក្លឹប AC Milan និងក្លឹប Inter Milan ជាក្លឹបដំបូងគេដែលកំណត់អត្តសញ្ញាណនិងតាមដានកីឡាករ Mastantuonoប៉ុន្តែ Manchester City និង Paris Saint-Germain ឥឡូវនេះកំពុងនាំមុខក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើកីឡាករវ័យ17ឆ្នាំរូបនេះក្លឹបកម្ពុជាជាច្រើននៅអឺរ៉ុបបានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះបន្ទាប់ពីរូបគេបានបង្ហាញខ្លួនឲ្យ River Plate ក្នុងពាក់កណ្ដាលរដូវកាលដំបូងរបស់គេក្លឹប Aston Villa ចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ Porto
ក្លឹប Aston Villa កំពុងតាមដានខ្សែប្រយុទ្ធ Samu Agehova របស់ Porto ខណៈដែលពួកគេចង់បង្រឹងតំបន់ប្រយុទ្ធនៅរដូវក្តៅនេះមានការងើយឆ្ងល់ថាតើពួកគេនឹងជ្រើសរើសប្រើប្រាស់នៅជម្រើសទិញផ្ដាច់យកកីឡាករ Marco Rashford ឬទេខណៈកីឡាករ Oli Watkins ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាក់ចេញដូច្នេះ Samu អាចជាដំណោះស្រាយចំពោះបញ្ហារបស់ពួកគេកីឡាករអិនគុនគូចង់ចាក់ចេញពី Chelsea យោងតាមការចេញផ្សាយរបស់លោក Florent Petersburg បានដឹងថាកីឡាករ Christopher អិនគុនគូចង់ចាក់ចេញពីតៅខេ Chelsea នឹងចុងបញ្ចប់នៅរដូវកាលនេះទោះបីជាកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ជាមួយក្លឹបនៅទីក្រុងឡុងមានសុពលភាពរហូតដល់ឆ្នាំ2029ប៉ុន្តែការពិភាក្សាទាក់ទងទៅនឹងការចាក់ចេញថាមានសក្តានុពលមួយកំពុងដំណើរការរួចហើយក្លឹបនៅទឹកដីអង់គ្លេសកំពុងប្រជែងគ្នាចង់បានខ្សែបម្រើ Anthony Milamboក្លឹប Brentford គឺជាអ្នកនាំមុខក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Anthony Milambo ពី Feyenoord ប៉ុន្តែពួកគេមិនមែនជាក្រុមតែមួយគត់ដែលចង់បានកីឡាកររូបនេះទេនេះបើយោងតាមការចេញផ្សាយរបស់ Neymar បានដឹងថាកីឡាករវ័យ20ឆ្នាំគឺជាគោលដៅកំពូលរបស់ក្លឹប Brentford នៅរដូវក្តៅនេះហើយពួកគេនឹងត្រូវប្រយុទ្ធជាមួយនឹងក្រុមផ្សេងទៀតនៅ Premier League ដើម្បីចុះហត្ថលេខាយកគាត់លោក Amorim និយាយយ៉ាងច្បាស់អំពី Gyökeresខ្សែប្រយុទ្ធ Victor Gyökeres របស់ Sporting CP ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅ Premier League ជាមួយក្លឹប Manchester United នៅរដូវក្តៅចំពេលមានការរំពឹងទុកជុំវិញអនាគតរបស់ខ្សែប្រយុទ្ធរូបនេះលោក Ruben Amorim បានបើកចំហលើការផ្ទេរនេះទៅកាន់ Sport TV ថាកិច្ចព្រមព្រៀង Gyökeres ខ្ញុំមិនបាននិយាយជាមួយគាត់ទេប៉ុន្តែបើសិនបើកីឡាករចង់មក Manchester United ដើម្បីលេង Champions League នោះគាត់មិនគួរមកទេយើងចង់បានកីឡាករដែលចង់តំណាងឲ្យ United មិនមែនកីឡាករដែលចង់លេងការប្រកួតជាក់លាក់នោះទេកីឡាករចៅ Paulinho សម្រាប់ចិត្តបន្តអាជីពរបស់គាត់នៅទឹកដីអាល្លឺម៉ង់កីឡាករចៅ Paulinho បានសម្រេចចិត្តបន្តអាជីពរបស់គាត់នៅក្លឹប Bayern Munich បន្ទាប់ពីមានព័ត៌មានដែលក្លឹប Fulham ចង់ចុះហត្ថលេខាយកគាត់ត្រឡប់ទៅវិញនៅរដូវក្រោយនេះបើយោងតាមការចេញផ្សាយរបស់កាសែត Bild បានដឹងថានាយកផ្នែកកីឡារបស់ Bayern Munich លោក Christopher ដែលបាននិយាយថាវាមិនមែនជាផែនការរបស់យើងទាល់តែសោះក្នុងការអនុញ្ញាតឲ្យគាត់ចាក់ចេញក្នុងរដូវក្តៅ Luis Diaz នឹងបើកការពិភាក្សាលើកិច្ចសន្យាថ្មីជាមួយ Liverpool Luis Diaz ត្រូវបានគេរាយការណ៍ថានឹងចរចាកុងត្រាថ្មីខណៈ Liverpool សង្ឃឹមថាតារាឆ្នើមសញ្ជាតិកូឡុំប៊ីធ្វើតាមគំរូ Mohamed Salah និង Virgil van Dijk យោងតាមសារព័ត៌មាន Sky Sport បានដឹងថា Liverpool កំពុងរៀបចំបើកការពិភាក្សាជាផ្លូវការជាមួយ Luis Diaz ទាក់ទងទៅនឹងការបន្តកិច្ចសន្យាដែលក្លឹបចង់រក្សាខ្សែប្រយុទ្ធកូឡុំប៊ីជាផ្នែកនៃផែនការរយៈពេលវែងរបស់ពួកគេកីឡាករវ័យ28ឆ្នាំដែលបានមកដល់ពី Porto ក្នុងខែមករាឆ្នាំ2022កំពុងឈានដល់រយៈពេល2ឆ្នាំចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ជាមួយនឹងអ្នកតំណាងរបស់គាត់ត្រូវបានគេរំពឹងថានឹងអង្គុយជជែកជាមួយនាយកប្រតិបត្តិក្លឹបនៅរដូវក្រោយនេះការចរចាកិច្ចព្រមព្រៀងថ្មីរបស់ Diaz ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលការពិភាក្សាលើការដំឡើងប្រាក់ឈ្នួលដ៏សំខាន់ទោះជាយ៉ាងណាក៏ដោយ Liverpool មានមោទនភាពជាយូរមកហើយលើការរក្សារចនាសម្ព័ន្ធប្រាក់ឈ្នួលដែលមានតុល្យភាពនិងវិន័យកិច្ចព្រមព្រៀងថ្មីណាមួយនឹងត្រូវតម្រូវឲ្យមានការសម្របសម្រួលយ៉ាងប្រុងប្រយ័ត្នរវាងការរំពឹងទុករបស់កីឡាករនិងគោលការណ៍ហិរញ្ញវត្ថុរបស់ក្លឹប